យល់ឃើញបងប្អូនមួយចំនួនដែលទៅតែស្គាល់អ្នកគ្រូថ្មីចាគាត់យល់ឃើញបែបណាជារឿងរបស់គាត់អញ្ចឹងខ្ញុំអត់មកវែកញែកវែងឆ្ងាយទេចាគ្រាន់តែចង់ប្រាប់ថាអ្នកគ្រូខ្ញុំនេះមិនមែនទៅតែធ្វើវីដេអូចែកបន្លែកមួយឆ្នាំពីរបីឆ្នាំនេះទេហើយខ្ញុំអត់ចូលចិត្តផលតាក់ទងជាមួយជីវិតគ្រួសារខ្ញុំទៅលើ social media ឬ page របស់ខ្ញុំទេដោយសារតែ page ខ្ញុំគឺផ្ដោតសំខាន់ទៅលើការរៀននិងបង្រៀនជាពិសេសគឺការផលិតសម្ភារៈឧបទេសហើយ page ខ្ញុំមានការគ្រប់គ្រងក៏ដោយតែសារពុកម៉ែបងប្អូនគោរពស្រឡាញ់ចូលចិត្តខ្ញុំចាគឺផ្ដោតសំខាន់ទៅលើការជួយសិស្សក្រីក្រនិងការផលិតតុបតែងថ្នាក់សម្ភារៈឧបទេសនឹងហើយចាអញ្ចឹងបើនិយាយពីរឿងការជួយសិស្សក្រីក្រការទិញសម្ភារៈដាក់ថ្នាក់រៀនហ្នឹងអានឹងខ្ញុំចាំធ្វើវីដេអូក្រោយតកតងជាមួយនឹងការជួយសិស្សក្រីក្រនិងការផ្ដល់ជំនួយផ្សេងៗសម្រាប់ថ្នាក់រៀនឬក៏សហគមន៍ខ្ញុំប្រាប់វិធីសាស្ត្រមួយខ្លះដើម្បីតាក់ទាញមេដាបេដាសិស្សឬក៏សហគមន៍ចូលរួមឥឡូវនេះខ្ញុំមកបង្ហាញលោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹងការរៀបចំកម្រងស្នាដៃសិស្សជាស្រ័យដោយសារតែខ្ញុំនៅជាប់ផ្លូវជាតិធំជើងទៅលាន់ម៉ូតូលាន់ឡានរៀងតែហឹងអឹងកងតិចហើយចាដោយសារខ្ញុំអត់ដាក់ម៉ៃសំខាន់ម៉ៃហ្នឹងដាក់ឲ្យវាបន្ទប់ឈ្នះសលេងទៀតអញ្ចឹងលោកគ្រូអ្នកគ្រូថ្មីអាចតាមដានវីដេអូមួយនេះតាក់ទងជាមួយនឹងការតុបតែងថ្នាក់រៀនកម្រងស្នាដៃសិស្សចឹងឆ្នាំមុនខ្ញុំធ្វើរួចហើយតែឆ្នាំនេះគឺខ្ញុំអាប់ដេតថ្មីដោយសារវាចាស់ហើយចំពោះកម្រងស្នាដៃនេះយើងតាក់ទងជាមួយនឹងស្នាដៃសិស្សពាក្យថាកម្រងស្នាដៃសិស្សគឺអ្វីដែលជាកិច្ចការសិស្សដាក់ចូលទៅក្នុងកម្រងហ្នឹងអញ្ចឹងមុននឹងយើងធ្វើកម្រងហ្នឹងឬក៏ធ្វើកិច្ចការក៏ដោយលោកគ្រូអ្នកគ្រូត្រូវតែវាស់ទំហំវាឲ្យបានត្រឹមត្រូវហើយជើងយកមកកាត់យកមកអីដើម្បីងាយស្រួលក្នុងទៅការទុកដាក់ខ្ញុំតែងតែធ្វើវីដេអូនេះជារៀងរាល់ពេលហើយនិយាយជារៀងរាល់ពេលតាក់ទងជាមួយនឹងការវាស់ទំហំហើយបានខ្ញុំអត់ចូលចិត្តទីរបស់គេទេដាក់ទៅវាមិនត្រូវទំហំរបស់យើងកាលណាវាអត់ត្រូវຂະຫນាតថ្នាក់រៀនយើងជាអ្វីដែលយើងចង់បានយើងអត់ស្រឡាញ់ពេញចិត្តដដែលអញ្ចឹងយើងធ្វើធ្វើអីហើយលោកគ្រូអ្នកគ្រូថាបើអសខ្ញុំអត់ស្អាតផងខ្ញុំទិញគេនឹងជារឿងផ្សេងទៅអាស្រ័យទៅលើការតុបតែងថ្នាក់របស់លោកគ្រូអ្នកគ្រូក៏ថាអសខ្លួនឯងប៉ុណ្ណឹងក៏អាចទទួលយកបានធ្វើខ្លួនឯងអ្វីជាការច្នៃប្រឌិតរបស់លោកគ្រូអ្នកគ្រូត្រូវតែមានភាពច្នៃប្រឌិតរៀងខ្លួនទៅតាមស្ថានភាពជាក់ស្ដែងនៅក្នុងថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូឥឡូវបន្តទៀតតកតងជាមួយនឹងការធ្វើកម្រងស្នាដៃសិស្សហ្នឹងគឺខ្ញុំដាក់ជាសេមីម្ដងសាមុនខ្ញុំបិទផ្ទាល់ហ្មងអញ្ចឹងវាបិទទៅយើងដាក់បានតិចពេកអញ្ចឹងសិននេះគឺដាក់ជាសេមីផ្ទាំងនៅកម្រងស្នាដៃសិស្សនេះឲ្យលោកគ្រូអ្នកគ្រូឆ្នៃខ្លួនឯងដែលសិស្សទីតាំងខ្ញុំដាក់បានតែ6សេមីទេអញ្ចឹងគឺលុយទៅតាមហ្នឹងទៅចាអញ្ចឹងលោកគ្រូអ្នកគ្រូឆ្នៃដោយខ្លួនឯងខ្ញុំឃើញខ្ញុំដាក់6ដូចគ្នាអញ្ចឹងឆ្នៃប្រឌិតដោយខ្លួនឯងនេះកម្រងកិច្ចការនេះមានក្រមភាសាខ្មែរកម្រងកិច្ចការក្រមគណិតវិទ្យាចាការងារក្រមណាលោកគ្រូអ្នកគ្រូចាការងារក្រមជាគំនូចាជាកម្រងស្នាដៃអក្សរស្អាតកូនណាមានអក្សរស្អាតទៅសេជាអត្ថបទអីចឹងទៅបែបព្រឹត្តព្រានទិសរៀងនឹងអក្សរផ្ចង់តែមានអក្សរផ្ចង់ទេតទៅជាមួយអក្សរស្អាតចាមួយទៀតវិទ្យាសាស្ត្រសិក្សាសង្គមការងារក្រមដែរចាគំនូសំខាន់ដូចនាងខ្ញុំបានបញ្ជាក់លោកគ្រូអ្នកគ្រូជឿថាអាស្រ័យទៅលើបច្ចេកទេសនិងភាពច្នៃប្រឌិតជាក់ស្ដែងនៅក្នុងថ្នាក់របស់យើងទេលោកគ្រូអាចច្នៃជាអ្វីក៏បានដែរជាកិច្ចការអ្វីស្រេចចិត្តលោកគ្រូទេឲ្យតែវាជាស្នាដៃសិស្សអញ្ចឹងខ្ញុំចូលចិត្តធ្វើដោយដៃហើយការងាររបស់ខ្ញុំលឿនទេលោកគ្រូអ្នកគ្រូដោយសារតែខ្ញុំធ្វើឡើងថ្នាក់ដៃហើយការទៅសេការបិទអីហ្នឹងគឺលឿនសម្រាប់ខ្ញុំវាអត់ពិបាកពេលយើងធ្វើយូរទៅវាស៊ាំដៃទៅធ្វើតែមួយផ្លេតហើយការងារទាំងអស់ហ្នឹងហើយធ្វើមិនបានជាចាយកសាមីហ្នឹងមកបិទហ្នឹងយកធ្វើអីយកអីបិទចាយកអីបិទជាមួយនឹងកាតងហ្នឹងគឺក្របកັບចាតែបើសិនជាលោកគ្រូអ្នកគ្រូអត់ដាក់ក្របកັບលោកគ្រូប្រើស្គុតថ្លាក៏បានតែកុំប្រើស្គុតមុខពីរអត់ជាប់ទេណាលោកគ្រូអ្នកគ្រូគិតថាខ្លះចាលោកគ្រូអ្នកគ្រូខ្លះគិតថាប្រើស្គុតមុខពីរជាប់តែសម្រាប់ខ្ញុំគឺអត់បានការទេតែស្គុតមុខពីរអត់ទុកបានយូរទេអត់ជាប់បានយូរទេប្រើស្គុតថ្លាល្អជាងពេលដែលវាចាស់លបើយើងអាចបកបានតែបើស្គុតមុខពីរបិទទៅវាស្នាមវាអីវាខូចកិច្ចការយើងតែខ្ញុំធ្លាប់មានបទពិសោធន៍ទៅចែកម្លែងហើយធ្វើតែម្នាក់ឯងចឹងទៅវារឿងពិបាកតិចចាជំនួយការអត់មានសិស្សវាទូចពេកណាខ្ញុំណាទី3អញ្ចឹងប្រើដូចជាមិនសូវជាណាទេស្រួលលើសដើមជំនួយការស្រួលធ្វើទៅលើសដើមលើហើយចាអញ្ចឹងនេះយើងកាប់ពីក្រោមតោះដោះកាប់ហើយសកត់ពីក្រោយហើយយើងសកត់វាពីក្រោយកាប់វាពីក្រោយវិញចាអានោះមិនជាប់
បើយើងអត់គប់ទេយើងអាចប្រើស្គុតបិទក៏បានដែរវីដេអូចែកម្លែកតាក់ទងនឹងរបៀបនៃការធ្វើមានតែប៉ុណ្្នឹងទេហើយបើសិនជាលោកគ្រូអ្នកគ្រូឆ្ងល់ឲ្យថងណាអាចឆាតសួរបានតែខ្ញុំរាយរាប់ចាទៅជាបាច់ខ្ទិះបាច់ម៉ាំមកហើយចា5នាទី6នាទីហើយអញ្ចឹងរាល់กระดาษកិច្ចការយើងសោកចូលក្នុងសេមីនឹងមកចាกระดาษកិច្ចការសិស្សក្រុមអីក្នុងក្រុមហ្នឹងយើងដាក់ឈ្មោះផងចាឈ្មោះក្រុមអីគេក្រុមកថេងឬក៏កថអត់អីចឹងឬក៏ក្រុមការតគួរអីចឹងទៅចាដាក់ចូលទៅក្នុងឈ្មោះក្រុមនីមួយៗតំណាងឲ្យពួកគាត់ផងចាកុំឲ្យដឹងថានេះក្រុមអីគេនេះក្រុមអីគេចាហើយកម្រងស្នាដៃហ្នឹងយើងទុកឲ្យបានពី3ឆ្នាំទៅតែអាស្រ័យទៅលើស្ថានភាពនៃសិស្សរបស់លោកគ្រូអ្នកគ្រូនីមួយៗទេបើសិនជាដាក់ទៅវាអាចថិតថេរជានិរន្តរ៍យូរឆ្នាំក៏ដាក់បន្តទៅតែបើថាដាក់ទៅកូនសិស្សយើងវាមិនកើតទេដូរដូចខ្ញុំជើងដូរចៅផ្ទាំងណាត្រូវដូរគឺដូរហើយចាហើយត្រូវអភិវឌ្ឍថ្នាក់បន្តទៀតព្រោះអីផ្ទាំងខ្លះខ្ញុំត្រូវដូរដោយសារឆ្នាំមុនខ្ញុំធ្លាប់កាន់ថ្នាក់ទី5តែឥឡូវខ្ញុំកាន់ថ្នាក់ទី3ទេហើយថ្នាក់មួយទៀតដែលអ្នកគ្រូចូលជាមួយខ្ញុំឆ្នាំហ្នឹងគឺគាត់ថ្នាក់ទី2អញ្ចឹងរាល់មេរៀនដែលតាក់ទងជាមួយនឹងថ្នាក់ទី5ត្រូវដកចេញវិញដាក់តែកម្រិតទី3និងទី2ទេហើយរបៀបនៃការសរសេរ Word តាក់ទងជាមួយនឹងចាលោកគ្រូសនំពោលោកគ្រូអ្នកគ្រូសនំពោឲ្យខ្ញុំធ្វើវីដេអូរបៀបសរសេរស្រៈនិស្ស័យជា Word ដោយសារខ្ញុំធ្វើក្នុង YouTube ខ្ញុំវាខ្វះចន្លោះអញ្ចឹងដោយសាររវល់អញ្ចឹងអត់ទាន់មានពេលធ្វើទេហើយ Word នឹងធ្វើថៃទៀតទុកចោលសិនទៅ